ស្រីស្អាតទន់ភ្លន់ម្នាក់នេះកាន់ដាវពីដើមវីបុរសម្នាក់ដាច់សាច់ជីចម្រៀកត្រឹមតែ1វិនាទីប៉ុណ្ណោះប្រុសម្នាក់នោះសតែឆ្អឹងស្រែកមួយម៉ាត់សម្រាប់មនុស្សរាប់លាននាក់គូដណ្ដឹងនឹកស្មានមិនដល់ថាស្រីដែលខ្លួនធ្លាប់ធ្វើបាបតាមចិត្តជាកំពូលអ្នកខ្លាំងតាមពិតនាងគឺជាទេពធីតាឋាននរកដែលគ្រប់គ្នាខ្លាចចោអាមានកូនចៅរាប់លាននាក់ស្រាប់តែពេលនោះកូនចៅរីកាថាអាសាំងបៀវគូដណ្ដឹងនាងពេទ្យមើលមិនជីទេឆាប់មកមើលប៉ាបន្តិចមកនាងយល់ព្រមភ្លាមរួចបញ្ជាកូនចៅ100000នាក់ឲ្យត្រៀមខ្លួននាងចង់ដឹងថាអាសាំងបៀវចង់លេងល្បិចអីមិនយូរប៉ុន្មានឡានរាប់រយគ្រឿងទៅដល់មុខផ្ទះអាសាំងបៀវនាងដើរចូលទៅយ៉ាងសង្ហាកូនចៅខ្សឹបថាកន្លែងនេះមានឃាតក៏លាក់ខ្លួនឆាប់និយាយមកខ្ញុំរវល់ណាស់អាសាំងបៀវលេងលាក់លៀមបានអញចង់បានគម្ពីរពីទឹកបើអញប្រកល់ឲ្យចិត្តមកទេហេគឺអញចង់បានគម្ពីរពីទឹករបស់ខ្ញុំសោះអាសាំងបៀវសាច់ហាហារកពីដូចអញនេះស្រមៃចង់ឲ្យអញរៀបការជាអញនឹងយកឯងមកធ្វើជាគ្រឿងលម្អផ្ទះបើមិនចឹងទេត្រៀមខ្លួនធ្វើស្រីចាស់គ្មានអ្នកណាយកទៅហាច់សំលេងផ្ទះកំភ្លៀងនាងផ្ទះអាសាំងបៀវមួយដៃខ្ទាតទៅដេកដួលលើដីពួកឃាតក៏ចេញមកមិនណាអាចខត់ដៃខ្ញុំបានទេភ្លាមនោះស្ដេចចប់នាំតប100000នាក់សម្រាប់អាសាំងបៀវរត់ទៅរកស្ដេចចប់ដូចឆ្កែឃើញម្ចាស់តែនាងឈោមើលធ្វើភ្នែកស្លូវនាងនិយាយថាស្មានថាអ្នកណាមកអញនឹងទុកផ្លូវរស់ឲ្យបើមិនចឹងទេអញនឹងហាច់នាងជាចំណៃដឹងរឿងគម្ពីរនេះបានម៉េចស្ដេចចប់អួតអញស៊ើបដឹងអស់ហើយនាងឯងជាគ្រូពេទ្យទេវតាព្រោះបានគម្ពីរពីទឹកហ្នឹងរបស់ពិសេសបែបនេះសំតែជាកម្មសិទ្ធិរបស់អញទេនាងសាចអឹកហាហាចង់បានរបស់ខ្ញុំហេមិនក៏មិនសួរម្ចាស់គេសិនចង់ប្លន់ខ្ញុំហេភ្លេចគិតហើយថាអ្នកបបាញ់ពូកែច្រើនតែបន្លំខ្លួនជាចំណៃស្ដេចចប់ភ័យពួកនេះជាកូនចៅទេពធីតាឋានរកតើនាងឯងជួពួកគេមកហេនាងតបថាមិនមែនជួទេគឺខ្ញុំនេះហើយជាមេរបស់ពួកគេស្ដេចចប់មិនជឿនាងឯងគ្រាន់តែជាគ្រូពេទ្យមិននឹងអាចទៅជាឃាតក៏បាននាងថាខ្ញុំកំទេចបាក់ពួកឃាតក៏អស់3000ហើយគ្មានអ្នកណាធ្លាប់ឃើញមុខខ្ញុំទេស្ដេចចប់កំពេចកំពប់ដូចឯងមិននឹងមានសំណាងបានស្គាល់អាសាំងបៀវស្រែកកុំទៅជឿវាច្បាស់ជាទិញមុខម៉ាប់មកពាក់បន្លំហើយមកដល់ហើយនៅមិនដឹងខ្លួនទៀងដៅហើយភ័យលុះប្រលឹងដៅនេះបញ្ជាក់ថានាងពិតជាទេពធីតាឋាននរកមែនសម្រាប់ពួកវាឲ្យអស់ទៅសំលេងប្រយុទ្ធគ្នាពួកស្ដេចចប់ពួកឯងពិតជាក្លាហានណាស់ហ៊ានមកដល់ទឹកដីខ្ញុំផង